ពីទីក្រុងភ្នំពេញបងប្អូនក៏អាចមកលេងរមណីយដ្ឋានដ៏ធំហើយស្អាតគ្រប់កន្លកកន្លែងល្បីតែគ្មានសម្រាមជាប់លេខ1នៅក្នុងខេត្តកណ្ដាលហើយទីតាំងមួយនេះមិនត្រឹមតែជារមណីយដ្ឋានសម្រាប់លំហែកំសាន្តទេប៉ុន្តែបានផ្សារភ្ជាប់នឹងលើកស្ទួយទៅដល់វប្បធម៌ខ្មែរមានទាំងម្ហូបបង្អែមខ្មែរឆ្ងាញ់ព្រមទាំងការកំសាន្តផ្សេងៗជាច្រើនទៀតបាទជំរាបសួរពុកម៉ែបងប្អូនសម្រាប់ការចូលលេងកោះស្លាកកែតស្រីយោយើងត្រូវទិញសំបុត្រដែលតម្លៃ$3ដោយយើងអាចយកដូរកាត់កងជាមួយនឹងម្ហូបឬសេវាកម្មទាំងអស់នៅខាងក្នុងនឹងបានពេលដែលយើងដើរចូលលេងខាងក្នុងនឹងមានអារម្មណ៍ថាត្រជាក់ស្រួលដើមឈើឡើងច្រើនហើយលើផ្ទៃដីធំណាបងប្អូនរហូតដល់10ហិកតាអញ្ចឹងហើយរមណីយដ្ឋាននេះបែងចែកជាផ្នែកដូចខាងនេះវិញគេមានធ្វើជាសួនជាមួយនឹងផ្ទះបុរាណខ្មែរល្វែងច័ន្ទដែលបងប្អូនអាចមកថតរូបលេងកំសាន្តក៏ដូចជាអាចតុបតែងសម្លៀកបំពាក់បុរាណខ្មែរយើងនិយាយទៅកោះស្លាកកែតស្ទូឌីយោនេះគឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិដំបូងគេតែម្ដងបងប្អូនក្នុងប្រទេសកម្ពុជាដែលបង្ហាញនិងរក្សានៅវប្បធម៌សិល្បៈប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជនជាតិខ្មែរយើងដោយអមមកជាមួយនឹងទេសភាពបៃតងស្រស់បំព្រងដោយឋានសួគ៌សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅទីនេះបន្ទាប់ពីថតនៅផ្ទះល្វែងច័ន្ទហើយបងប្អូនក៏អាចទៅលេងផ្នែកមួយទៀតដែលគេហៅថាទីលានបុកលាក់ដែលនៅទីនោះប្រៀបបានដូចនឹងផ្សារបុរាណខ្មែរយើងអញ្ចឹងដែលមានលក់ម្ហូបនំបង្អែមខ្មែរជាច្រើនមុខមានទាំងម្ជូរស្វាយហើយមើលទៅប្រកបដោយអនាម័យទៀតខាងនេះគេមានលក់ការ៉េមខ្មែរការ៉េមដើមឈើចកៈហ្នឹងហើយក៏មានជាបង្អែមតកឈូសដោយអ្នកលក់នៅទីនោះគឺគេស្លៀកពាក់របៀបបុរាណខ្មែរយើងតែម្ដងបងប្អូនអញ្ចឹងមានអារម្មណ៍ថាប្លែកហើយស្អាតមែនតើមើលទៅថ្លៃថ្នូរដែលពេលដែលមានភ្ញៀវអន្តរជាតិគេមកលេងអញ្ចឹងយើងមានអារម្មណ៍ថាមោទនភាពមែនតើដោយនៅទីនោះក៏មានជាប្រភេទនំខ្មែរដែរដូចជានំគ្រក់បាញ់ឆែវអីហ្នឹងគឺថាចាក់ថ្មីរហូតតែម្ដងបងប្អូនអាចមកដូរកូប៉ុងទៅហើយអាចដូរយកទិញញ៉ាំនៅកន្លែងហ្នឹងបានមានទាំងកន្លែងអង្គុយនិយាយទៅគឺថាស្អាតភ្លឹងឥតក្រោមមើលទៅគ្មានជាប់សម្រាមជាប់អីទេបងប្អូនសូម្បីតែការជក់បរិយក៏ត្រូវបានហាម5ដែរនៅទីនេះហើយគេមានជាបុគ្គលិកសម្រាប់បោះសម្អាតជាប់ចំណិចតែម្ដងហើយបើនិយាយពីម្ហូបខ្មែរយើងវិញគឺថាមានច្រើនមែនតើបាទមានទាំងនំបញ្ចុកសឡខ្មែរសឡការីអីហ្នឹងដោយរសជាតិវិញគឺថាឈ្ងុយឆ្ងាញ់យើងអាចទទួលយកបានហើយក៏មានជាកន្លែងអង្គុយនៅកន្លែងហ្នឹងស្រួលញ៉ាំទៀតផងនៅទីនេះបើនិយាយពីកន្លែងពិសាអាហារវិញគឺថាសម្បូរបែបតែម្ដងមានទាំងនៅលើកុកនិងនៅលើទឹកដោយកន្លែងនេះវិញគឺជាកញ្ចុះធំដែលបងប្អូនអាចមកអង្គុយញ៉ាំអាហាររួមគ្នាបានហើយក៏មានជាកញ្ចុះឯកជននៅលើទឹកបែបនេះក៏ដូចជាក្នុងម៉ាស៊ីនត្រជាក់ផងដែរហើយនៅផ្នែកខាងក្រោយនេះគឺមានកញ្ចុះដាច់តែជាច្រើនអណ្ដែតនៅលើទឹកគឺថាស្អាតខ្លាំងណាស់បងប្អូនប៉ុន្តែយ៉ាងណាមិញបើសិនជាបងប្អូនចង់មកអង្គុយលើកញ្ចុះអីអញ្ចឹងគួរតែកក់មុនណាអាចកក់តាមរយៈ Facebook Page គេនេះបាននិយាយទៅនៅទីនេះគឺគេរៀបចំបានល្អបងប្អូនដោយគេបើកតាំងពីម៉ោង7ព្រឹករហូតដល់ម៉ោង6ល្ងាចដោយថ្មីនេះគេមានបម្រើអាហារពេលល្ងាចជាប្រភេទស៊ុបផងដែរនិយាយទៅបងប្អូនអាចមកពិសាអាហារទាំង3ពេលតែម្ដងមានទាំងព្រឹកថ្ងៃនិងយប់សម្រាប់ម្ហូបគេលើកមកគ្រប់ជាមួយនឹងស្លឹកឈូកចានសាព្រាវិញសិតតែ Steri ខ្លុំបេចិត្តចេះបងប្អូនហើយបើនិយាយពីម្ហូបវិញគឺថាសុទ្ធសឹងតែជាម្ហូបខ្មែរសម្បូរបែបម្ហូបដែលពេញនិយមអញ្ចឹងណាបងប្អូនអាចកំងបានមានទាំងនំបញ្ចុកមានអីគ្រប់មុខនឹងទាំងអស់ត្រីបឹងកឆាយគេដាក់មួយម៉ាត់ទៅគឺថាជាតែម្ដងហើយមាន់វិញសុទ្ធសឹងតែមាន់ស្រែសាច់ឡើងស្វិតយើងអាចញ៉ាំជាមួយនឹងទឹកត្រីកោះកុងឬក៏អញ្ចឹងទេជាមួយនឹងទឹកប្រហុកជ្រលក់គេអញ្ចឹងគេមានឈុតមកជាមួយបន្លែមានអីអញ្ចឹងណាបងប្អូនគឺថាតំណងមួយវិញទៀតម្ហូបនៅទីនេះគេធ្វើអត់សូវរសជាតិដិតទេអញ្ចឹងគេមានជា